បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនពុំមីងទាំងអស់ជាទីគោរពបាទថ្ងៃនេះខ្ញុំសូមបង្ហាញប្រភេទដើមមួយយ៉ាងបងប្អូនបាទពុកម៉ែបងប្អូនដែលគាត់បាទធ្លាប់ឃើញគឺប្រហែលជាគាត់ស្គាល់ហើយបាទថាដើមនេះគឺជាដើមអីបាទហើយនេះផ្ការបស់វាគឺចាប់ដើមចេញផ្កាហើយបាទអញ្ចឹងដើមនេះផងដែរបើតាមជំនឿចាស់បុរាណគឺគេឲ្យយើងបាទធ្វើការយកទៅដាំតាមផ្ទះបាទគៀនរបងផ្ទះឬក៏បាទដាំតាមចង្ហៀងបាទចង្ហៀងផ្ទះគេមិនឲ្យដាំមុខផ្ទះចំបងប្អូនហើយអ្នកខ្លះទៀតក៏គាត់ថាអត់បញ្ហាទេអាចដាំកន្លែងណាក៏បានបាទអញ្ចឹងអាហ្នឹងគឺអបិយជំនឿទេបងប្អូនបាទចំពោះដើមនេះផងដែរគឺគេហៅថាដើមរាំងសាបបងប្អូនបាទដើមនេះគឺដើមរាំងសាបនេះវាមានមួយប្រភេទទៀតហ្នឹងគឺវាដូចផ្កាម្ជុលបងប្អូនអាហ្នឹងក៏ជាប្រភេទដែលគេហៅថារាំងសាបដែរបងប្អូនតែរាំងសាបនេះផងដែរគឺរាំងសាបដែលយើងបាទហូបផ្លែពេលយើងដាំមកគឺវាចេញផ្លែវាក្រហមទូចបាទអញ្ចឹងយើងអាចយកទៅញ៉ាំដើម្បីប្រសាទជាតិអាស៊ីតបាទអ្នកខ្លះគាត់យកមេឃយករឹសបាទតាមការប្រើប្រាស់របស់ពួកគាត់គឺគាត់យកទៅបាទដាំទឹកផឹកដើម្បីប្រសាទបាទអ្នកខ្លះគាត់ញ៉ាំផ្លែរបស់វាបាទអ្នកខ្លះគឺគាត់បាទយកស្លឹកយកទៅប្រើកាយអញ្ចឹងទៅអ្នកខ្លះក៏គាត់ដាំបាទដើមនេះដើម្បីបាទជាជំនឿការពារខាងផ្លូវងងឹតបាទថាជាអាចដាំទៅគឺវាជួយប្រសាទនៅអំពើអាក្រក់ទាំងឡាយដែលយើងមិនអាចមើលឃើញបងប្អូនបាទអញ្ចឹងហ្នឹងគឺតាមជំនឿទេបងប្អូនបាទអញ្ចឹងដើមរាំងសាបនេះឃើញថាដើមដងរបស់វាគឺស្អាតល្អមែនទេបងប្អូនបាទដើមវាដោះមកមើលទៅគឺយើងបើយើងយកទៅកប់យកទៅដាំគឺរស់ល្អបងប្អូនបាទនេះដើមកន្លាំងល្អណាស់ហើយចំណែកខាងនេះគឺដើមបាទមូនគេហៅដើមមូនតៃវ៉ាន់បងប្អូនពួកពូជនេះគឺពូជផ្លែវែងបាទផ្លែវាប្រវែងមួយចង្អាមអីហ្នឹងបងប្អូនហើយផ្លែនេះគឺអត់ជូរទេផ្លែនេះគឺផ្លែផ្អែមអញ្ចឹងមូនផ្លែផ្អែមហើយចំណែកខាងនេះគឺពត្រាបាទពត្រាប៉មបាទយើងធ្វើការកាត់តបាទនេះឥឡូវវាអត់ទាន់ចេញស្លឹកទេហើយហ្នឹងហើយបងប្អូនខ្ញុំគ្រាន់តែបង្ហាញបាទដើមរាំងសាបនេះបាទអញ្ចឹងពុកម៉ែបងប្អូនធ្លាប់ឃើញបាទពុកម៉ែបងប្អូនធ្លាប់ដឹងបាទពុកម៉ែបងប្អូនធ្លាប់ដាំបាទអាចបរិចពូជបានបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនពុំមីងដែលចង់បានពូជយកទៅដាំបន្តបាទពុកម៉ែបងប្អូនអាចទាក់ទងបានបងប្អូនបាទសម្រាប់ដើមមូនបាទមូនតៃវ៉ាន់មូនផ្លែវែងបាទដើមពត្រាឬក៏ដើមរាំងសាបដើមក្រូចបាទពុកម៉ែបងប្អូនត្រូវការមួយណាអាចបាទតំណងបានបងប្អូនបាទសូមអរគុណ